អ៊ីរ៉ង់ប្រមានអាមេរិកថាខ្លួននឹងឆ្លើយតបទៅវិញយ៉ាងចាស់ដៃខណៈលោកត្រាំគម្រាមមិនឲ្យចាប់ផ្ដើមកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញនៅពេលនេះអ៊ីរ៉ង់បានប្រមានចំថាខ្លួននឹងឆ្លើយតបយ៉ាងចាស់ដៃទៅកាន់សហរដ្ឋអាមេរិកចំពោះការគម្រាមកំហែងមកលើខ្លួនបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានគម្រាមវាយប្រហារអ៊ីរ៉ង់ម្ដងទៀតប្រសិនបើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ចង់កសាងកម្មវិធីនុយក្លេអ៊ែរឬសមត្ថភាពមីស៊ីលរបស់ខ្លួនឡើងវិញប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូត ផេសេស្គៀនបានចេញសារព្រមាននៅលើបណ្ដាញសង្គម X កាលពីថ្ងៃអង្គារពលគឺមួយថ្ងៃបន្ទាប់ពីលោកត្រាំបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ែនចាមីន នេតាន់យ៉ាហ៊ូនៅលំនៅឋានរបស់លោកនៅក្នុងរដ្ឋ Florida អំឡុងកិច្ចប្រជុំនោះលោកត្រាំបានបង្ហាញពីការយល់ស្របតាមការលើកឡើងរបស់អ៊ីស្រាអែលនាំឲ្យអ៊ីរ៉ង់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយលោកត្រាំបានលើកឡើងថាទីក្រុងវ៉ាស៊ីនតោនអាចបើកការវាយប្រហារធំជាថ្មីម្ដងទៀតលើអ៊ីរ៉ង់ដោយបញ្ជាក់ថាលោកគាំទ្រឲ្យមានការវាយប្រហារភ្លាមលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយក៏កំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធមីស៊ីលរបស់ប្រទេសនេះផងដែរប្រសិនបើការអភិវឌ្ឍអាវុធរយៈចម្ងាយឆ្ងាយនៅតែបន្តទៀតនោះនៅពេលកំពុងឈរក្បែរលោកនេតាន់យ៉ាហ៊ូលោកត្រាំបានប្រាប់អ្នកយកព័ត៌មានថាកិច្ចខិតខំប្រឹងប្រែងណាមួយរបស់អ៊ីរ៉ង់ក្នុងការកសាងសមត្ថភាពយោធារបស់ខ្លួនឡើងវិញនឹងត្រូវទទួលរងការឆ្លើយតបយ៉ាងធ្ងន់ធ្ងរមន្ត្រីអ៊ីស្រាអែលបានបង្ហាញពីក្តីបារម្ភទាំងនេះដូចគ្នាដោយអះអាងថាអ៊ីរ៉ង់កំពុងផលិតគ្រាប់ដើម្បីបំពេញឃ្លាំងស្តុកមីស៊ីលបាឡេស្ទិករបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ក្រោយឃ្លាំងនោះត្រូវបានបំផ្លាញម្ដងរួចមកហើយអំឡុងពេលផ្ទុះចំនួនក្នុងខែមិថុនាសូមរំលឹកថាកន្លងមកអ៊ីរ៉ង់តែងបដិសេធការចរចាលើកម្មវិធីមីស៊ីលរបស់ខ្លួនហើយទទូចថាសកម្មភាពពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរគឺសម្រាប់គោលបំណងបម្រើប្រយោជន៍ជនស៊ីវិលតែប៉ុណ្ណោះរុស្ស៊ីបើកការវាយប្រហារលើកំពង់ផែសមុទ្រខ្មៅដ៏សំខាន់របស់អ៊ុយក្រែនរួមទាំងបំផ្លាញទូកជនស៊ីវិលថ្មីនេះមន្ត្រីអ៊ុយក្រែនបានរាយការណ៍ថារុស្ស៊ីបានបើកការវាយប្រហារថ្មីមួយទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនដោយវាយប្រហារទៅលើទីតាំងសំខាន់និងនាវារបស់ស៊ីវិលផងដែរកងទ័ពជើងទឹកអ៊ុយក្រែនបានរាយការណ៍ថានាវាស៊ីវិល2គ្រឿងដែលមានទង់ជាតិប៉ាណាម៉ាគឺ M. McChrystal និង Captain Karam ត្រូវបានយន្តហោះដ្រូនរបស់រុស្ស៊ីវាយប្រហារចំនៅពេលដែលពួកគេចូលទៅក្នុងកំពង់ផែអ៊ុយក្រែនដើម្បីផ្ទុកស្រូវសាលីយោងតាមអនុនាយករដ្ឋមន្ត្រីលោក Oleksiy Kuleba បានឲ្យដឹងបន្តថាកងកម្លាំងរុស្ស៊ីក៏បានកំណត់គោលដៅវាយប្រហារកំពង់ផែ Pyongyang និង Chornomorsk ផងដែរដោយក្នុងនោះធុងស្តុកប្រេងយ៉ាងច្រើនបានរងការខូចខាតដោយសារតែការវាយប្រហាររបស់រុស្ស៊ីលោកគូលេបាបានពណ៌នាអំពីការវាយប្រហារទាំងនេះថាជាការប៉ុនប៉ងដោយចេតនាដើម្បីរំខានដល់ការដឹកជញ្ជូននិងពាណិជ្ជកម្មតាមសមុទ្ររបស់អ៊ុយក្រែនដោយនិយាយទៀតថារុស្ស៊ីកំពុងកំណត់គោលដៅជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស៊ីវិលដើម្បីធ្វើឲ្យប្រតិបត្តិការដឹកជញ្ជូនមានភាពលំបាកទោះបីជាមានការខូចខាតក៏ដោយលោកបាននិយាយថាកំពង់ផែទាំងពីរនៅតែអាចបន្តដំណើរការបានជាធម្មតាសូមរំលឹកថាទីក្រុងកំពង់ផែអូដេសានិងតំបន់ជុំវិញគឺមានសារៈសំខាន់ចំពោះពាណិជ្ជកម្មបរទេសនិងសេដ្ឋកិច្ចក្នុងសម័យសង្គ្រាមរបស់អ៊ុយក្រែនជាពិសេសនោះនៅពេលដែលកំពង់ផែផ្សេងទៀតនៅទូទាំងប្រទេសត្រូវបានបំផ្លិចបំផ្លាញឬកាន់កាប់ដោយរុស្ស៊ីឬមិនអាចដំណើរការបានចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងមកហ្វីលីពីនចេញយន្តហោះទៅឃ្លាំមើលនាវាចិនខណៈដែលតំបន់ជុំវិញកោះតៃវ៉ាន់កំពុងមានភាពតានតឹងប្រទេសហ្វីលីពីនបានរាយការណ៍ថាខ្លួនបានប្រទះឃើញនាវាចិនមួយគ្រឿងនៅជិតឆ្នេរសមុទ្រខាងជើងរបស់ខ្លួនខណៈដែលភាពតានតឹងកំពុងតែឡើងកម្ដៅនៅជុំវិញកោះតៃវ៉ាន់អំឡុងសម្ពយុទ្ធយោធារបស់ចិនឆ្មាំសមុទ្រហ្វីលីពីនបាននិយាយថាខ្លួនបានបញ្ជូនយន្តហោះមួយគ្រឿងកាលពីថ្ងៃអង្គារដើម្បីសួរនាំនាវាស្រាវជ្រាវមួយគ្រឿងរបស់ចិនដែលត្រូវបានគេប្រទះឃើញនៅចម្ងាយប្រហែល35គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃខេត្តខាហ្គាយ៉ាន់នាវាចិននោះមានឈ្មោះថាថានសួរអឺហៅហើយវាត្រូវបានប្រើជាមូលដ្ឋានសម្រាប់យានជំនិះក្រោមទឹកប្រភពពីឆ្មាំសមុទ្រដដែលបានបន្តថាអ្នកបើកយន្តហោះបានធ្វើការតាក់ទងតាមប្រព័ន្ធវិទ្យុជាច្រើនដងដោយស្នើសុំឲ្យនាវាចិនបញ្ជាក់ថាតើពួកគេកំពុងធ្វើការស្រាវជ្រាវក្នុងដែនសមុទ្រដោយគ្មានការអនុញ្ញាតពីហ្វីលីពីនមែនឬអត់សកម្មភាពនេះគឺការបំពានច្បាប់របស់ហ្វីលីពីននិងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរទោះជាយ៉ាងណានាវាចិនមិនបានធ្វើការឆ្លើយតបណាមួយនោះទេបន្តិចក្រោយមកនាវានេះបានធ្វើដំណើរទៅភាគខាងកើតហើយត្រូវបានតាមដានអំឡុងពេលនៅក្នុងដែនទឹកសាន់តាអាណាន់ខេត្តខាហ្គាយ៉ាន់បន្ទាប់ពីនាវានេះបានឆ្លងចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសហ្វីលីពីនសូមរំលឹកថាខេត្តខាហ្គាយ៉ាន់គឺជាខេត្តខាងជើងបំផុតនៃកោះលូស៊ុនហើយមានចម្ងាយនៅជិតកោះតៃវ៉ាន់នៅទីនោះក៏មានមូលដ្ឋានយោធាមួយដែលកងកម្លាំងអាមេរិកអាចប្រើប្រាស់បានក្រោមកិច្ចព្រមព្រៀងការពារជាតិជាមួយនឹងហ្វីលីពីនផងដែរនៅក្នុងប្រទេសផ្ដាច់ការដ៏ធំមួយនៅតំបន់មជ្ឈមបូព៌ាគឺប្រទេសអ៊ីរ៉ង់នៅគណៈនេះកំពុងធ្លាក់នៅក្នុងការរំជើបរំជួលនយោបាយសេដ្ឋកិច្ចប្រជាជនអ៊ីរ៉ង់
ផ្ទុះបាតកម្មពីពេញប្រទេសប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួនដែលទប់មិនបាននៃការធ្លាក់ចុះតម្លៃការប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួននៅទូទាំងប្រទេសដែលអ្នកសារព័ត៌មានចុះផ្សាយថារូបិយប័ណ្ណរបស់អ៊ីរ៉ង់ឈ្មោះថារៀលនោះវាបានធ្លាក់ចុះស្ទើរតែចាយលេខបាននៅលើទីផ្សាររបស់ខ្លួនទៅហើយបើធៀបជាមួយនឹងរូបិយប័ណ្ណអន្តរជាតិផ្សេងៗទៀតជាពិសេសគឺប្រាក់ដុល្លារសហរដ្ឋអាមេរិកការផ្ទុះបាតកម្មពីពេញប្រទេសនេះជាលើកដំបូងហើយដែលប្រជាជនអ៊ីរ៉ង់ងើបឡើងប្រឆាំងនឹងរបបផ្ដាច់ការបំផុតរបស់ប្រទេសនេះនៅខណៈដែលការផ្ទុះបាតកម្មនេះត្រូវបានអ្នកសង្កេតការណ៍មើលឃើញថាប្រជាជនអ៊ីរ៉ង់មិនបានគ្រប់គ្រងរបបផ្ដាច់ការរបស់ខ្លួននោះទីពួកគេត្រូវការរបបប្រជាធិបតេយ្យរបបថ្មីឡើងវិញដែលស្រោចស្រង់សេដ្ឋកិច្ចរបស់ប្រទេសខាងក្រោមនេះគឺជាសេចក្តីប្រែសម្រួលបន្ថែមទៀតដោយក្រុម 7 Info ដែលមានដូចតទៅនេះបាតកម្មផ្ទុះពីពេញទឹកដីអ៊ីរ៉ង់នៅក្នុងពេលនេះខណៈប្រាក់រៀលដួលរលំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានប្រទេសជាមួយនឹងការធ្វើបាតកម្មរយៈពេល2ថ្ងៃជាប់គ្នាហើយនៅក្នុងពេលនេះខណៈដែលបាតកោសម្ដែងការខឹងសម្បាចំពោះការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃប្រាក់រៀលខណៈដែលមន្ត្រីរបបបែរជាបន្ទោសភាពចលាចលថានាំឲ្យសេដ្ឋកិច្ចធ្លាក់ចុះទៅវិញអ្វីកំពុងតែមើលឃើញទៅវិញទៅមករវាងរដ្ឋនិងប្រជាពលរដ្ឋរបស់អ៊ីរ៉ង់នៃសង្គ្រាមផ្លូវចិត្តម្ចាស់ហាងនៅក្នុងរដ្ឋធានីបានបិទទ្វាររបស់ពួកគេចូលរួមក្នុងមហាបាតកម្មទ្រង់ទ្រាយធំដែលបានផ្ទុះឡើងនៅកណ្ដាលរដ្ឋធានីតេហ៍រ៉ង់និងបណ្ដាទីក្រុងដទៃទៀតជុំវិញការធ្លាក់ចុះនៃប្រាក់រៀលការប៉ះទង្គិចគ្នាក៏ត្រូវបានរាយការណ៍ផងដែរថាមានការកើតឡើងនៅការគប់នៅអ៊ូស្ម៉ាន់បង្ហូរទឹកភ្នែកដើម្បីរំសាយក្រុមបាតកោនេះបើយោងទៅតាមវីដេអូនៃព្រឹត្តិការណ៍ដែលនៅក្នុងនោះរួមមានការបង្ហោះផ្សាយពីប្រជាពលរដ្ឋរបស់អ៊ីរ៉ង់ផ្ទាល់គណនីនៅក្នុងបណ្ដាញសង្គម X ឈ្មោះថា Maizi Alianjad បានមានប្រសាសន៍ថានៅថ្ងៃនេះនៅទីក្រុងតេហ៍រ៉ង់គឺសម្ដៅនៅថ្ងៃទី29ធ្នូហាងជាច្រើនត្រូវបានបិទទ្វារពីព្រោះលុយពួកគេគ្មានតម្លៃទៀតនោះទេហើយការធ្វើបាតកម្មគឺប្រឆាំងជាមួយនឹងការធ្លាក់ចុះនៃរូបិយវត្ថុរបស់អ៊ីរ៉ង់ដែលនេះគឺជាអ្វីដែលក្រុមផ្ដាច់ការបានបង្ក្រាបនិងផ្ដល់ឲ្យនៅពេលដែលការរស់រានសពថ្ងៃខ្លាយទៅជារឿងសឹងតែមិនអាចទៅរួចភាពភ័យខ្លាចក៏កើតមានឡើងឆ្នាំ2019យើងធ្លាប់ប្រទះម្ដងរួចទៅហើយនៅសេដ្ឋកិច្ចក្រឡាប់ចាក់មួយឧត្តមសេនីយ៍នៃឆ្មាំបដិវត្តអ៊ីរ៉ង់លោកអាលីអាក់បាភួចាំស៊ីឌៀនដែលជាអនុប្រធានផ្នែកសន្តិសុខនិងអនុវត្តច្បាប់របស់រដ្ឋមន្ត្រីមហាផ្ទៃបានបន្ទោសការប្រែប្រួលនៅទីផ្សារបដូរប្រាស់នៅលើបរទេសជាការជំរុញរបស់សត្រូវលោកបាននិយាយថាតាមគំនិតរបស់លោកផ្នែកធំបំផុតនៃបញ្ហារូបិយប័ណ្ណគឺការប្រែប្រួលដែលរងផលប៉ះពាល់ដោយបរិយាកាសផ្លូវចិត្តនៃទីផ្សារសត្រូវកំពុងតែស្វែងរកអត្ថប្រយោជន៍ពីបរិយាកាសដែលបានបង្កើតយ៉ាងអស់សង្ឃឹមហើយមនុស្សគួរតែយល់ដឹងអំពីបញ្ហានេះហើយមិនត្រូវបានចែកឥទ្ធិពលដោយការបំភ្លឺរបស់សត្រូវនោះទេទីផ្សារគួរតែបន្តការងាររបស់ខ្លួនដោយសន្តិភាពហើយមនុស្សយើងមិនគួរបារម្ភច្រើនពេកនោះទេអំណាងមួយទៀតស្រដៀងគ្នាក៏ចេញផ្សាយដោយឆ្មាំបដិវត្តអ៊ីរ៉ង់ផងដែរដែលបានចេញសេចក្តីថ្លែងការណ៍មួយដែលចោទប្រកាន់ថាការធ្វើការប្រឆាំងនេះគឺជាលទ្ធផលនៃការមិនយល់ដឹងអំពីប្រតិបត្តិការមួយដែលឆ្មាំបដិវត្តអះអាងថាភាពអស់សង្ឃឹមការបំផិតបំភ័យការលើកទឹកចិត្តឲ្យលះបង់គឺជារឿងដែលសត្រូវចង់បាននៅក្នុងពេលនេះពាក្យថាសត្រូវនៅក្នុងពេលនេះគេពុំដឹងថាតើអ៊ីរ៉ង់កំពុងសម្ដៅទៅលើអ្វីនោះទេខណៈដែលកន្លងមកនេះអ៊ីរ៉ង់បានរងនៅការវាយប្រហារពីសំណាក់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកចំពោះការបន្តអនុវត្តនៅកម្មវិធីអាវុធនុយក្លេអ៊ែរហើយក៏ជាប្រទេសនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផងដែរទីភ្នាក់ងារសារព័ត៌មានពាក់កណ្ដាលផ្លូវការតាស្នីមដែលមានទំនាក់ទំនងជាមួយនឹងឆ្មាំបដិវត្តអ៊ីរ៉ង់បានចោទប្រកាន់ថាការតវ៉ានេះគឺជំរុញដោយរបបស៊ីយូនីដែលជារបបមួយរបស់អ៊ីស្រាអែលក៏ប៉ុន្តែនៅគណនីមួយដែលមានឈ្មោះថានៃចិត្តបាមរ៉ាមីដែលយល់ឃើញថាគឺជាមនុស្សប្រឆាំងជាមួយនឹងរបបដឹកនាំរបស់អ៊ីរ៉ង់សប្តាហ៍ថ្ងៃបានសរសេរនៅក្នុងបណ្ដាញសង្គម X ឲ្យដឹងថាយើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិដល់អ្នកខ្លាំមើលគោលនយោបាយរបស់ក្រុមលោកខាងលិចនិងអ្នកអនុវត្តគោលនយោបាយសម្រាប់ចិត្តគោលនយោបាយទាំងឡាយនេះគឺជាសម្លេងរបស់ប្រជាជនអ៊ីរ៉ង់ដែលបន្តប្រឆាំងជាមួយនឹងរបបសាធារណរដ្ឋអ៊ីស្លាមហើយគាំទ្រព្រះអង្គម្ចាស់រេស៊ីប៉ាឡាវីសូមជម្រាបថារូបិយវត្ថុរបស់អ៊ីរ៉ង់បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅដើមខែធ្នូដោយជិត1,250,000 រៀលទៅនឹងដុល្លារអាមេរិកនៅលើអត្រាទីផ្សារបើកចំហរបបនេះបានតែងតាំងអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចលោកអាប់ដូណាស៊ីហេម៉ាទីជាប្រធានធនាគារកណ្ដាលថ្មីហើយមន្ត្រីរូបនេះត្រូវបានចោទប្រកាន់នៅតំណែងរបស់លោកក្នុងខែមីនារួចទៅហើយបន្ទាប់ពីអ្នករិះគន់ចង្អុលថាបរិះរូបនេះជាអ្នកនាំមកនៅអតិផរណាការឡើងក្រោមការត្រួតពិនិត្យរបស់លោកសភាអ៊ីរ៉ង់បានបោះឆ្នោត182ទល់នឹង89សម្លេងគាំទ្រដែលការចោទប្រកាន់នៅក្នុងពេលនេះក៏បានឲ្យឃើញនៅរបាយការណ៍មួយលេចឡើងអំពីការខឹងសម្បាររបស់ប្រជាបដិកររបស់អ៊ីរ៉ង់ក្នុងរយៈពេល8ខែមកនេះលោកហេម៉ាទីដែលធ្វើជាទេសាភិបាលធ
ធនាគារកណ្ដាលរបស់អ៊ីរ៉ង់បានធ្វើឲ្យមានការបាត់បង់តម្លៃចិត្តពាក់កណ្ដាលធៀបនឹងប្រាក់ដុល្លារបើយោងទៅតាមរបាយការណ៍មួយបានឲ្យដឹងចុះផ្សាយដោយសារព័ត៌មាន Jerusalem Post បន្តប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ឯណោះវិញក៏បានបន្ទោសគោលនយោបាយសេរីភាពសេដ្ឋកិច្ចថ្មីៗរបស់រដ្ឋាភិបាលដែលបង្កើនសម្ពាធដល់ទីផ្សារអត្រាបើកចំហការតវ៉ាក៏ធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់របបក្នុងការបង្កើនតម្លៃប្រេងឥន្ធនៈឧបត្ថម្ភការកើនឡើងតម្លៃប្រេងសាំងរបស់អ៊ីរ៉ង់ត្រូវបានពន្យាពេលយូរណាស់មកហើយតែនៅក្នុងពេលនេះវាកើតឡើងគួរឲ្យព្រួយបារម្ភដោយសារតែការរីករាលដាលម្ដងទៀតធ្លាប់ឲ្យឃើញនៅព្រឹត្តិការណ៍ក្នុងឆ្នាំ2019ដែលសេដ្ឋកិច្ចអ៊ីរ៉ង់មានការធ្លាក់ចុះសេដ្ឋកិច្ចអ៊ីរ៉ង់កំពុងប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះម្ដងទៀតដោយធនាគារពិភពលោកព្យាករណ៍ថានឹងធ្លាក់ចុះ 1.7% នៅឆ្នាំ2025និង2026ធ្លាក់ចុះបន្ត 2.8% ឯណោះហានិភ័យបង្កើតឡើងដោយសារតែអតិផរណាកើនឡើងហើយវិជ្ជមណ្ឌលស្ថិតិរបស់អ៊ីរ៉ង់បានប្រកាសអតិផរណាប្រចាំខែ 48.6% ក្នុងខែតុលាដែលជាកម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល40ខែចុងក្រោយនេះបន្ថែមពីលើបញ្ហាសេដ្ឋកិច្ចបេក្ខជនបានចាប់ផ្ដើមស្រែកគាំទ្រព្រះអង្គម្ចាស់អ៊ីរ៉ង់ដែលនិរទេសខ្លួន Reza Pahlavi ដោយពួកគេបានអំពាវនាវថាសូមឲ្យព្រលឹងរបស់ Reza Shah សប្បាយចិត្តហើយនេះមិនមែនជាការប្រយុទ្ធចុងក្រោយនោះទេ Pahlavi នឹងត្រឡប់មកវិញពួកគេបានចែកចាយនៅការបង្ហោះផ្សាយយ៉ាងដូចនេះនៅក្នុងបណ្ដាញសង្គមនិងតាមរយៈអ៊ីនធឺណិតហើយប្រជាពលរដ្ឋអ៊ីរ៉ង់ខ្លះបានស្រែកនិងសរសេរថាស្លាប់ទៅ Khamenei ស្លាប់ទៅជនផ្ដាច់ការរហូតដល់មូឡាត្រូវបានបិទបាំងប្រទេសនេះមិនមែនជាប្រទេសផ្ដាច់មុខរបស់អ្នកនោះទេសូមជម្រាបថាកាលពីរយៈពេល6ខែមុន Reza Pahlavi ត្រូវបានដឹងថាជាព្រះអង្គម្ចាស់ដ៏លេចធ្លោសារជាថ្មីសម្រាប់អ៊ីរ៉ង់បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរួមជាមួយនឹងព្រះអង្គម្ចាស់ផ្ទាល់បានបង្ហាញខ្លួនសារជាថ្មីនៅក្នុងគណៈដែលរបបដឹកនាំរបស់អ៊ីរ៉ង់រងនៅការវាយប្រហារខ្លាំងសម្បាពីសំណាក់អ៊ីស្រាអែលនិងកំដាប់ដៃរបស់សហរដ្ឋអាមេរិកបន្ថែមទៀតព្រះអង្គម្ចាស់ Reza Pahlavi គឺជាបុត្រចុងក្រោយបង្អស់របស់រាជវង្សរាជានិយមរបស់អ៊ីរ៉ង់ក្នុងឆ្នាំ1979ព្រះអង្គធ្លាប់ព្រមានដល់បណ្ដាប្រទេសលោកខាងលិចឲ្យគាំទ្រដាក់បណ្ដាលោកខាងលិចឲ្យប្រឆាំងនឹងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឥឡូវនេះនឹងបានយល់ឃើញថារបបមួយនេះជិតដល់ទីបំផុតរបស់គេហើយអតីតព្រះរាជាដែលត្រូវសោយរាជ្យរបស់អ៊ីរ៉ង់រូបនេះបាននិយាយថាការបញ្ចប់នៃរបបសាធារណរដ្ឋអ៊ីរ៉ង់គឺជាការបញ្ចប់រយៈពេលសង្គ្រាម46ឆ្នាំនិងប្រព័ន្ធមួយដែលគៀបសង្កត់ប្រជាពលរដ្ឋដែលត្រូវតែដួលរលំវាគឺជាការញើបឡើងរបស់សាធារណជននៅក្នុងការបញ្ចប់នៅសុបិនដ៏អាក្រក់បំផុតរបស់ពួកគេសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងឈានដល់ទីបំផុតមួយដែលខេម៉ាណៃបច្ចុប្បន្នកំពុងតែរស់នៅក្រោមដីដូចជាសត្វកណ្ដុរដែលគួរឲ្យខ្លាចនិងបាត់បង់អ្វីគ្រប់យ៉ាងអនាគតសម្រាប់អ៊ីរ៉ង់គឺនឹងភ្លឺស្វាងនៅពេលដែលឆ្លងកាត់នៅប្រវត្តិសាស្ត្រមួយនេះបាន